Rương mình aiធ្វើតាមបេះដូងនៅភូមិទូចមួយមានយុវជនម្នាក់ឈ្មោះតារាគាត់ជាកូនប្រុសតែម្នាក់នៅក្នុងគ្រួសារដែលឪពុកម្ដាយតែងតែសង្ឃឹមថាថ្ងៃមួយគាត់នឹងរៀបការជាមួយនារីល្អម្នាក់និងបន្តវង្សត្រកូលតារាជាមនុស្សស្ងប់ស្ងាត់ចូលចិត្តអង្គុយមើលថ្ងៃលិចក្បែរមាត់ទន្លេនៅទីនោះគាត់តែងតែជួបមិត្តជិតស្និទ្ធម្នាក់ឈ្មោះវិសាលជាមនុស្សរស់រាយស្នាមញញឹមរបស់គាត់អាចធ្វើឲ្យមនុស្សជុំវិញមានអារម្មណ៍កក់ក្ដៅពួកគេទាំងពីររាប់អានគ្នាតាំងពីក្មេងរហូតដល់តារាចាប់ផ្ដើមដឹងថាអារម្មណ៍ដែលខ្លួនមានចំពោះវិសាលមិនមែនត្រឹមតែមិត្តភាពទៀតឡើយរាល់ពេលឃើញវិសាលសោតបេះដូងតារាលយខុសចង្វាក់រាល់ពេលវិសាលយកចិត្តទុកដាក់គាត់មានអារម្មណ៍សប្បាយជាងថ្ងៃណាទាំងអស់ប៉ុន្តែគាត់ភ័យថាវិសាលនឹងស្អប់គាត់ភ័យថាគ្រួសារនឹងមិនអាចទទួលស្គាល់ថាសង្គមនេះនឹងមើលងាយថ្ងៃមួយពួកគេអង្គុយមើលព្រះអាទិត្យលិចវិសាលសួរថាតារាបើមានថ្ងៃណាមួយខ្ញុំចាក់ចេញពីទីនេះតើឯងនឹងនឹកខ្ញុំទេតារាញញឹមតិចប៉ុន្តែភ្នែករបស់គាត់ក្រហមឡើងនឹកប្រហែលជានឹកអវឹងជាងអ្វីទាំងអស់វិសាសោតហើយមិនបានដឹងថាក្នុងចិត្តតារាមានពាក្យជាច្រើនដែលមិនហ៊ាននិយាយថាខ្ញុំស្រឡាញ់ឯងប៉ុន្តែពាក្យទាំងនោះត្រូវបានលាក់ទុកក្នុងបេះដូងមួយដែលមិនហ៊ានធ្វើតាមអារម្មណ៍របស់ខ្លួននៅយប់នោះតារាត្រូវឪពុកហៅទៅនិយាយកូនធំហើយឪពុកម្ដាយចង់ឲ្យកូនស្គាល់កូនស្រីរបស់មិត្តគ្រួសារម្នាក់តារាស្ងៀមបេះដូងរបស់គាត់ហាក់ដូចជាត្រូវអ្វីមួយសង្កត់គាត់ដឹងថាជីវិតដែលត្រូវរំពឹងទុកនិងជីវិតដែលបេះដូងរបស់គាត់ចង់បានកំពុងដើរផ្លូវផ្ទុយគ្នាហើយនោះគឺជាការចាប់ផ្ដើមនៃរឿងរ៉ាវឈឺចាប់មួយបន្ទាប់ពីការសន្ទនាជាមួយឪពុកម្ដាយតារាមិនអាចគេងលក់បានទេគាត់អង្គុយម្នាក់ឯងនៅក្បែរបង្អួចសម្លឹងមើលទៅមេឃងងឹតនិងគិតតែពីវិសាលនៅថ្ងៃបន្ទាប់ឪពុកម្ដាយបានណាត់ឲ្យគាត់ជួបនារីដែលពួកគេចង់ឲ្យស្គាល់តារាមិនចង់ទៅទេប៉ុន្តែគាត់មិនហ៊ានបដិសេធគាត់ដឹងថាឪពុកម្ដាយស្រឡាញ់គាត់ហើយអ្វីៗដែលពួកគេចង់បានគឺអនាគតដែលពួកគេគិតថាល្អបំផុតសម្រាប់កូនប្រុសរបស់ខ្លួនប៉ុន្តែបេះដូងគាត់វិញមិនអាចទទួលយកបានឡើយនៅល្ងាចមួយតារាបានជួបវិសាលនៅមាត់ទន្លេដដែលវិសាលសង្កេតឃើញថាមិត្តរបស់ខ្លួនហាក់ដូចជាមានទុក្ខកង្វល់មានរឿងអ្វីមែនទេវិសាលស្ងៀមមួយសន្ទុះមុននឹងនិយាយថាបើថ្ងៃណាមួយខ្ញុំត្រូវរស់នៅក្នុងជីវិតដែលខ្ញុំមិនបានជ្រើសតើឯងគិតថាខ្ញុំនឹងសប្បាយទេវិសាលមកមុខគាត់ដោយភាពច្របូកច្របល់គ្មាននរណាម្នាក់គួររស់នៅដោយបោះបង់សុភមង្គលរបស់ខ្លួនទេពាក្យនោះធ្វើឲ្យតារាជឿចាប់ជាងមុនព្រោះគាត់ដឹងថាការពិតរបស់គាត់មិនងាយដោយការគិតនិយាយឡើយយប់នោះគាត់សម្រេចចិត្តប្រាប់ការពិតទៅដល់ម្ដាយដោយសំឡេងញ័រគាត់និយាយថាម៉ែបើកូនមិនអាចស្រឡាញ់មនុស្សដែរម៉ែចង់ឲ្យស្រឡាញ់វិញម្ដាយញញឹមតិចមិនអីទេកូនក្តីស្រឡាញ់ត្រូវការពេលវេលាតារាស្ទាក់ស្ទើរមុននឹងបន្តថាតែបើមនុស្សដែលកូនស្រឡាញ់មិនមែនជានារីបន្ទប់ទាំងមូលស្ងប់ស្ងាត់ស្នាមញញឹមលើមុខម្ដាយបានបាត់ទៅភ្លាមគាត់មើលតារាដោយភ្នែកពោពេញដោយការភ្ញាក់ផ្អើលកូនកំពុងនិយាយអ្វីតារាមានអារម្មណ៍ថាបេះដូងរបស់ខ្លួនកំពុងបែកបាក់គាត់មិនចង់ធ្វើឲ្យបេះគ្រួសារឈឺចាប់នោះទេប៉ុន្តែគាត់មិនអាចនិយាយកុហកខ្លួនឯងបានដែរនៅពេលនោះគាត់និយាយថាផ្លូវខាងមុខរបស់គាត់នឹងពិបាកជាងអ្វីៗដែលធ្លាប់គិតហើយការពិតដែលលាក់ទុកក្នុងយូរមកហើយបានចាប់ផ្ដើមបង្កើតរបួសមួយនៅក្នុងគ្រួសារ
បន្ទាប់ពីតារាបានប្រាប់ម្ដាយអំពីអារម្មណ៍ពិតរបស់ខ្លួនបរិយាកាសក្នុងផ្ទះក៏ប្រែប្រួលភ្លាមម្ដាយរបស់គាត់អង្គុយស្ងៀមយូរមិននិយាយអ្វីមួយបានភ្នែករបស់គាត់ពោពេញដោយការភ្ញាក់ផ្អើលនិងការព្រួយបារម្ភតារាកូនប្រហែលជាច្រឡំហើយពាក្យសម្ដីទន់ភ្លន់នោះប៉ុន្តែបានចាក់ទម្លុះបេះដូងតារាគាត់ក៏រើពីក្បាលយឺតកូនមិនបានច្រឡំទេម៉ែកូនបានព្យាយាមបដិសេធអារម្មណ៍នេះជាច្រើនឆ្នាំមកហើយម្ដាយងាកមុខចេញហាក់ដូចមិនចង់ស្ដាប់បន្តនៅយប់នោះឪពុកក៏បានដឹងរឿងនេះសម្លេងខឹងរបស់គាត់លាន់ពេញផ្ទះវាមិនអាចទៅរួចទេតារាឈរស្ងៀមទឹកភ្នែកចាប់ដើមហូរចុះឪពុកមិនបានជ្រើសអារម្មណ៍មួយនេះទេឈប់និយាយឪពុកស្រែកឪពុកមិនអាចទទួលយកបានទេជាលើកដំបូងក្នុងជីវិតតារាមានអារម្មណ៍ថាខ្លួនឯងនៅឯកាបំផុតមនុស្សដែលខ្លួនស្រឡាញ់នឹងការគោរពកំពុងបដិសេធអត្តសញ្ញាណនិងអារម្មណ៍របស់គាត់ប៉ុន្មានថ្ងៃក្រោយមកតារាចាប់ផ្ដើមគេចវេះចេញពីផ្ទះគាត់តែងតែទៅអង្គុយនៅមាត់ទន្លេជាមួយវិសាលថ្ងៃមួយវិសាលសួរគាត់ដោយក្តីបារម្ភតារាមានរឿងអ្វីកើតឡើងតារាសម្លឹងទៅមើលទន្លេដែលកំពុងហូរខ្ញុំបានប្រាប់គូសាហើយវិសាលភ្ញាក់ផ្អើលហើយពួកគាត់ថាយ៉ាងម៉េចតារាញញឹមទាំងទឹកភ្នែកពួកគាត់មិនអាចទទួលយកបានទេវិសាលស្ងៀមបន្ទាប់មកគាត់ដាក់ដៃលើស្មារបស់តារាខ្ញុំសុំទោសតារាងាកមើលមុខវិសាលឯងដឹងទេមនុស្សដែលខ្ញុំស្រឡាញ់គឺជាឯងពេលនោះពិភពលោកទាំងមូលហាក់ដូចជាស្ងៀមស្ងាត់ទាំងមូលវិសាលបើកភ្នែកធំដោយការភ្ញាក់ផ្អើលគាត់មិនធ្លាប់គិតថាមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនមានអារម្មណ៍បែបនេះចំពោះខ្លួនឡើយបេះដូងរបស់តារាលោតញាប់ខណៈរងចាំចម្លើយប៉ុន្តែវិសាលនៅតែស្ងៀមហើយភាពស្ងៀមនោះធ្វើឲ្យតារាកាន់តែភ័យខ្លាច